ចាសួស្តីបងបងទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងបងពីវិធីឆុងកាហ្វេហ្វីនបងឆុងកាហ្វេចាស់មួយនិងល្មមមួយបងថ្ងៃនេះគឺឆុងពីរហ្វីនបងមើលតែម្ដងកុំឲ្យបងពិបាកថាសួរថាបងកាហ្វេចាស់ឆុងមិនកាហ្វេល្មមឆុងមិនចឹងណាបងចាបងដំបូងបងយកម្សៅកាហ្វេយើងហ្នឹងទៅថ្លឹងសិនណាបងយកចំនួន2ខាំកន្លះសម្រាប់ទឹកកាហ្វេល្មមទឹកកាហ្វេស្រក់ឲ្យបាន1លីត្រកន្លះបងបន្ទាប់មកបងយកកាហ្វេល្មមចេញបងថ្លឹងកាហ្វេចាស់មួយទៀតបងកាហ្វេចាស់ហ្នឹងគឺយកចំនួន3ខាំបងយកចំនួនម្សៅកាហ្វេ3ខាំនិងទឹកយកទឹកកាហ្វេស្រក់ឲ្យ1លីត្រកន្លះដូចគ្នាបងបងនេះឥឡូវបងអូនដាក់ឆុងកាហ្វេចាស់3ខាំដាក់ហ្វីនខាងនេះបងហ្វីនខាងស្ដាំដៃបងអូននេះកាហ្វេចាស់3ខាំបងនេះចាស់ឲ្យបងនេះវាស្មើចឹងមកនេះកាហ្វេ3ខាំកាហ្វេចាស់យកទឹកកាហ្វេស្រក់ឲ្យ1លីត្រកន្លះសម្រាប់ហ្វីនទី2បងវាម្សៅកាហ្វេយើង2ខាំកន្លះមិញហ្នឹងគឺយកទឹកកាហ្វេស្រក់ឲ្យ1លីត្រកន្លះដូចគ្នាបងយើងចាក់ចូលក្នុងហ្វីនហ្នឹងទៅបងបន្ទាប់មកបងធ្វើការដាក់អំបិលម្ចិបមកតុង2ហ្វីនមកតុងកាហ្វេចាស់និងកាហ្វេល្មមបងគឺបងធ្វើតាមវីដេអូហ្នឹងបងរួចអំបិលម្ចិបតិចចឹងមកដើម្បីឲ្យកាហ្វេយើងមានរសជាតិឈ្ងុយឆ្ងាញ់មុតហ្នឹងបងចំពោះទឹកក្តៅបងយកលើកពុះភ្លាមមិនឲ្យចាក់ភ្លាមទេឈប់បើកម្រិតវាឲ្យអស់ផ្សាយដល់ហើយនឹងភ្លាមបងចាំយើងចាក់ចូលកាហ្វេយើងកុំឲ្យកាហ្វេយើងមានក្លិនឈាមបងយើងបើកវាអញ្ចឹងមកភ្លាមមកតាមតិចហ្នឹងបងបន្ទាប់មកយើងធ្វើការចាក់កាហ្វេចាស់មុនបងចាក់ចំដាប់វាហ្នឹងបងចាំយើងចាក់វាចាក់អំបងជុំវិញបងចាក់តិចបានណាបងកុំចាក់ខ្លាំងពេកបងអើយចាំតិចបងនេះមកឡើងខ្ទិះខាប់តែម្ដងបងមកទឹកកាហ្វេយើងឡើងខ្ទិះខាប់តែម្ដងបងស្រក់មកតក់ទេបងកាហ្វេស្រក់តក់ជឿចឹងមកកាហ្វេចាស់ដិតឈ្ងុយឆ្ងាញ់ហ្នឹងបងហ្នឹងហើយបងចំពោះបងដែលឆ្ងល់ថាកាហ្វេស្រក់លឿនស្រក់យឺតនេះបងមើលនេះធម្មតាកាហ្វេចាស់ខ្លាំងគឺវាខាប់បងទឹកវាខាប់ស្រក់តក់យឺតបងមួយនេះទឹកកាហ្វេល្មមយើងស្រក់រៀងលឿនបន្តិចតែមិនលឿនខ្លាំងទេលឿនមកល្មមបើកាហ្វេចាស់វិញគឺវាចាស់ដិតឈ្ងុយហ្មងបងស្រក់យឺតទៅបងអើយស្រក់តក់មួយទេ